សៀវភៅតម្រង់ទៅព្រះដ៏ឧត្តមដែលនិពន្ធដោយលោកគ្រូ Oswald Chambers មានចំណងជើងថាជីវិតពេញដោយឫទ្ធានុភាពមកពីព្រះជាម្ចាស់នៅពេលក្រោយព្រះគម្ពីរយ៉ូហានជំពូក13ខ36ស៊ីម៉ូនពេត្រុសទូលសួរទ្រង់ថាព្រះអង្គម្ចាស់អើយតើទ្រង់យាងទៅឯណាព្រះយេស៊ូវទ្រង់ឆ្លើយថាកន្លែងដែលខ្ញុំទៅនោះអ្នកពុំអាចនឹងទៅតាមក្នុងគ្រាឥឡូវនេះបានទេលុះគ្រាក្រោយទៅអ្នកនឹងទៅបានទ្រង់មានបន្ទូលប្រាប់គាត់ថាចូលមកតាមខ្ញុំចោះព្រះគម្ពីរយ៉ូហានជំពូក21ខ19កាលពី3ឆ្នាំមុនព្រះយេស៊ូវបានប្រាប់លោកពេត្រុសថាចូលមកតាមខ្ញុំព្រះគម្ពីរម៉ាថាយជំពូក4ខ19ពេលនោះគាត់បានតាមទ្រង់ទៅយ៉ាងសប្បាយព្រោះគាត់ចាប់អារម្មណ៍នឹងព្រះអង្គជាខ្លាំងដូច្នេះមិនបាច់មានព្រះវិញ្ញាណបរិសុទ្ធជួយទេតែក្រោយមកគាត់បានជួបប្រទះនឹងការទស្សមួយដែលធ្វើឲ្យគាត់បដិសេធទ្រង់ការនេះធ្វើឲ្យគាត់ខូចចិត្តហើយមានទុក្ខព្រួយយ៉ាងខ្លាំងបន្ទាប់មកគាត់បានទទួលព្រះវិញ្ញាណបរិសុទ្ធហើយព្រះអង្គប្រាប់គាត់ម្ដងទៀតថាចូលមកតាមខ្ញុំឥឡូវនេះលោកពេត្រុសលែងមាននរណាដឹកនាំជីវិតគាត់ហើយមានតែព្រះយេស៊ូវប៉ុណ្ណោះកាលពីគាត់សម្រេចចិត្តដើរតាមទ្រង់លើកដំបូងគាត់ពុំដែលមានភាពអស្ចារ្យទេព្រោះថាលោកពេត្រុសបានតាមទ្រង់ដូចជាប្រិយមិត្តគាំទ្រម្នាក់គឺដោយសារការទាក់ទាញចិត្តមកពីខាងក្រៅខ្លួនតែចាប់ពីពេលនេះតទៅគាត់ដើរតាមទ្រង់ក្នុងរបៀបអ្នកលីឈើឆ្កាងព្រះគម្ពីរយ៉ូហានជំពូក21ខ18នៅចន្លោះរវាងការទេសទាំងពីរនោះលោកបានបដិសេធព្រះយេស៊ូវដោយពោលពាក្យអាក្រក់និងពាក្យបណ្ដាសាក្រោយមកទើបគាត់ដឹងថាទំនាក់ទំនងរបស់គាត់ជាមួយព្រះយេស៊ូវទើបផ្លូវហើយការនេះក៏នាំឲ្យគាត់បានទៅដល់ទីបំផុតនៃភាពខ្លាំងមាំមួនក្នុងការពឹងលើកម្លាំងខ្លួនឯងក្រោយពីនោះមកគាត់លែងមានទំនុកចិត្តក្នុងការពឹងលើខ្លួនឯងទៀតហើយសូម្បីតែបន្តិចក៏គ្មានផងក្នុងគ្រាដែលលោកពេត្រុសមិនបានពេញដោយព្រះវិញ្ញាណនោះគឺគាត់ស្ថិតនៅក្នុងសភាពស័ក្តិសមនឹងទទួលអំណោយទានមួយមកពីព្រះយេស៊ូវគ្រីស្ទដែលបានរស់ឡើងវិញទ្រង់មានបន្ទូលដូច្នោះរួចក៏ផ្លុំលើគេទាំងមានបន្ទូលថាចូលទទួលព្រះវិញ្ញាណបរិសុទ្ធចោះព្រះគម្ពីរយ៉ូហានជំពូក20ខ22មានថាព្រះជាម្ចាស់បានផ្លាស់ប្ដូរជីវិតអ្នកច្រើនលើកច្រើនសារទោះស្ថិតក្នុងកម្រិតណាក៏ដោយសូមអ្នកកុំពឹងផ្អែកលើការនោះច្រើនពេកប៉ុន្តែចូលស្អាងជីវិតរបស់អ្នកនៅលើព្រះយេហូវម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នាហើយនឹងលើព្រះវិញ្ញាណបរិសុទ្ធដែលប្រោះប្រទានមកយើងរាល់គ្នាការតាំងចិត្តនិងពាក្យសច្ចារបស់យើងទាំងប៉ុន្មានសុទ្ធតែបញ្ចប់ដោយការបដិសេធពីព្រោះយើងគ្មានអំណាចដើម្បីនឹងធ្វើឲ្យវាសម្រេចបានទេកាលណាយើងទៅដល់ដែនកំណត់របស់យើងហើយគឺយើងប្រកាសជាមានស្ថិតក្នុងការស្រមើស្រមៃទៀតទេមានន័យថាពេលនោះយើងអាចទទួលព្រះវិញ្ញាណបរិសុទ្ធដោយព្រះយេស៊ូវមានបន្ទូលមកថាចូលទទួលព្រះវិញ្ញាណពាក្យទទួលមានន័យទាក់ទងនឹងអ្វីមួយចូលមកដូចជាអ្នកលុកលុយមានផ្កាយតែមួយប៉ុណ្ណោះដែលដឹកនាំជីវិតយើងគឺជាព្រះម្ចាស់យេស៊ូវគ្រីស្ទ